ព័ត៌មានបែកធ្លាយអាចកំបាំងមួយដែលកំពុងតែញោមញីនៅប្រទេសអាមេរិកស្ត្រីម្នាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិ JFK របស់ទីក្រុងញូវយ៉កដែលកាន់នៅលិខិតឆ្លងដែនមកពីប្រទេសដែលមិនមាននៅលើផែនដីយោងតាមសន្តិសុខអាកាសយានដ្ឋានត្រីរូបនោះបានអះអាងថានាងមកពីទីក្រុងតូក្យូប្រទេសជប៉ុនក៏ប៉ុន្តែលិខិតឆ្លងដែនរបស់នាងបានបញ្ជាក់យ៉ាងច្បាស់ថាមកពីប្រទេសមួយដែលមានឈ្មោះថា Terenza បញ្ហានេះគឺមិនមានប្រទេសបែបនេះបានបង្ហាញខ្លួននៅលើភពផែនដីនេះត្រង់ណាមួយនោះទេទាំងអតីតកាលឬក៏ពេលបច្ចុប្បន្នដំបូងឡើយមន្ត្រីអន្តោប្រវេសន៍គិតថានេះគឺគ្រាន់តែជារឿងកំ pl ែងឬជាការក្លែងបន្លំបែបសម័យថ្មីប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលគេពិនិត្យឲ្យបានដិតដល់ទៅឯកសារនេះគឺត្រូវល្អឥតខ្ចោះត្រាជាផ្លូវការព័ត៌មានលម្អិត hologram chip ជីវម៉ាតនិងសូម្បីតែត្រាទិដ្ឋាការប្រទេសផ្សេងៗរាប់សិបប្រទេសនោះគឺសុទ្ធតែមិនមានផងដែរសាក្សីបានពណ៌នាថានាងគឺមើលទៅស្ងប់ស្ងាត់សុភាពរាបសារនិងធម្មតាទាំងស្រុងរហូតដល់មន្ត្រីម្នាក់បានប្រាប់នាងថារេសាគឺមិនមែនជាការពិតទេស្ត្រីនោះហាក់នៅត្រឹងមុខរបស់នាងគឺស្លេកស្លាំងបន្ទាប់មកនាងក៏បានខ្សឹបនៅពាក្យមួយដែលធ្វើឲ្យអ្នករាល់គ្នានៅក្នុងបន្ទប់នោះចាប់ផ្ដើមស្រឡាំងកាំងនាងក៏បានពោលថានេះគឺមិនមែនជាពិភពលោករបស់ខ្ញុំទេអាជ្ញាធរបានដាក់នាងនៅក្នុងបន្ទប់មានសុវត្ថិភាពមួយសម្រាប់ការសួរចម្លើយក្រោមការឃ្លាំមើលជាប្រចាំអស់រយៈពេលជាច្រើនម៉ោងនាងក៏អង្គុយនៅស្ងៀមមិនកម្រើករហូតដល់មានរឿងដែលមិនអាចនឹងទៅរួចបានកើតឡើងនាងក៏បានបាត់ខ្លួនវីដេអូដែលបានឃ្លាំមើលបានបង្ហាញរូបភាពរបស់នាងភ្លឹបភ្លែតរួចក៏រលុបបាត់ហើយបន្ទាប់មកនៅក្នុងរយៈពេលប្រមាណនាទីនាងក៏បាត់ខ្លួនទៅទាំងស្រុងហាក់ដូចជារាងកាយរបស់នាងរលាយទៅតាមពន្លឺភ្លើងគ្មានដានគ្មានផោះតាងនិងគ្មានការពន្យល់ណាមួយនោះទេហើយសំណួរដែលតែងលងបន្លាចអ្នករាល់គ្នានោះគឺតើនាងគឺជានរណានាងគឺជាអ្នកលេងសៀកដ៏អស្ចារ្យឬក៏នាងឆ្លងចូលទៅក្នុងសម័យណាមួយទៀតដោយចៃដន្យ